Ok តោះឥឡូវយើងទៅជំហានទី4ជាបន្តទៀតគឺយើងទៅសរសេរកូដឲ្យតួអង្គឆ្មាណាគឺគោលបំណងយើងចង់ឲ្យឆ្មានឹងដើរដោយស្វ័យប្រវត្តិហើយយើងនឹងបញ្ជាឆ្មាតាមរយៈព្រួញ arrow key លើក្រោមឆ្វេងស្ដាំតែឥឡូវយើងទៅកំណត់តួអង្គឆ្មាឲ្យវាដើរស្វ័យប្រវត្តិសិនដំបូងឡើយគឺយើងចង់ឲ្យឆ្មានឹងដើរនៅពេលដែលយើងចុចលេខយើងចុចលើទង់ជាតិពណ៌បៃតងទៅគឺយើងចង់ឲ្យឆ្មានឹងដើរប៉ុន្តែមុននឹងវាដើរយើងចង់បានទីតាំងដែលវាចេញមកសិនទីតាំងដែលវាចេញមកលើអេក្រង់កម្មវិធីរបស់យើងគឺយើងចង់ឲ្យវានៅចំណុចកតានេះអញ្ចឹងយើងទៅចូលកន្លែង block code ចលនាហើយយើងទៅរើសយកទៅកាន់នេះណា block code មួយឈ្មោះថាទៅកាន់អីទៅកាន់ x0 y0 ចឹងទៅកាន់00បានន័យថាម៉េច x0 y0 គឺជាចំណុចប្រសព្វរវាងអាដេកនិងអាឈើគឺទីតាំងឆ្មាវាផុសឡើងនៅលើអេក្រង់នៅកណ្ដាលនេះណាហើយយើងត្រូវកំណត់ទិសដៅមុខឆ្មានឹងឲ្យវាបែរទៅរករង្វាស់មុំកែងរហូតគឺរង្វាស់90ណាអញ្ចឹងទិសដៅវាគឺទិសដៅមុខវាគឺត្រង់ហ្មងវាទៅត្រង់ណាតមកទៀតយើងត្រូវការ block code គ្រប់គ្រងយើងរើស block code រហូតណាហើយនៅក្នុងរហូតហ្នឹងយើងត្រូវដាក់អីខ្លះយើងចង់ឲ្យឆ្មាផ្លាស់ទីរហូតអញ្ចឹងយើងចូលកន្លែង block code ចលនាយើងដាក់ថាផ្លាស់ទីណាផ្លាស់ទីអញ្ចឹងផ្លាស់ទីប្រមាណជាហ៊ានកន្លែងនេះគឺជាចំណុចសំខាន់វាពាក់ព័ន្ធទៅនឹង block code មេរបស់យើងនៅកន្លែងឆាកដែលយើងសរសេរហើយនេះណាគឺពាក់ព័ន្ធទៅនឹងជំហានដែលយើងបានកំណត់រួចហើយនេះនៅវគ្គ1យើងកំណត់ល្បឿនឆ្មាទៅ4វគ្គ2យើងកំណត់ទៅ6វគ្គ3យើងកំណត់ទៅ8អញ្ចឹងអា4 6 8ហ្នឹងវាគឺជាជំហានល្បឿនរបស់ឆ្មានឹងឯងអញ្ចឹងកន្លែងនេះយើងគ្រាន់តែយកអថេល្បឿនឆ្មាយកមកដាក់នៅផ្នែកដាក់នៅប្រឡោះហ្នឹងទៅដូចជាការស្រេចហ្នឹងណាអញ្ចឹងបានន័យថាល្បឿនឆ្មាវាប្រែប្រួលទៅតាមតម្លៃលេខដែលយើងកំណត់ឲ្យនៅកន្លែងកូដមេរបស់យើងនៅវគ្គ1គឺវាមានល្បឿនត្រឹម4ជាហ៊ានវគ្គ2 6ជាហ៊ានវគ្គ3 8ជាហ៊ានចឹងទៅណាអូខេអញ្ចឹងយើងដាក់ឲ្យវាផ្លាស់ទីហើយណាយើងដាក់ឲ្យវាផ្លាស់ទីហើយប៉ុន្តែយើងត្រូវគិតទៀតថាវាផ្លាស់ទីទៅគ្រប់ទីកន្លែងបានឬក៏មិនធម្មតាការបង្កើត game វាត្រូវមានចាញ់មានឈ្នះហើយអញ្ចឹងនៅពេលដែលឆ្មាវាផ្លាស់ទីទៅបុក game អេក្រង់នេះតើវាមានរឿងអីកើតឡើងអញ្ចឹងយើងត្រូវដាក់លក្ខខណ្ឌហើយបើសិនបើអីចូលកន្លែងគ្រប់គ្រងយើងដាក់លក្ខខណ្ឌថាបើសិនបើវាប៉ះ game នោះវាយ៉ាងម៉េចនោះយើងអាចឲ្យកម្មវិធីយើងបង្ហាញអក្សរមកថាព្យាយាមម្ដងទៀតអញ្ចឹងណាអញ្ចឹងបើសិនបើនោះវាជាលក្ខខណ្ឌយើងចូលកន្លែងញៀនហើយយើងទៅរើស block code ឈ្មោះថាប៉ះអីគេយើងចង់ឲ្យប៉ះ game បើសិនបើប៉ះ game នោះវានឹងនិយាយថាព្យាយាមម្ដងទៀតពីព្រោះតែប៉ះ game គឺចាញ់ហើយអញ្ចឹងយើងប្រើពាក្យថាព្យាយាមម្ដងទៀតហើយយើងនឹងបញ្ឈប់កម្មវិធីទាំងមូលហ្នឹងឲ្យផ្អាកដំណើរការអញ្ចឹងយើងចូលកន្លែងគ្រប់គ្រងយើងយក block code ឈប់ទាំងអស់យកមកប្រើបែបនេះណាលក្ខខណ្ឌមួយទៀតគឺយើងនៅពេលដែលវាឆ្លងទៅដល់វគ្គ2វគ្គ3វាជួបឆ្កែអញ្ចឹងកាលណាវាប៉ះឆ្កែក៏វាត្រូវចាញ់ដែរអញ្ចឹងប្រសិនបើយើងទាញលក្ខខណ្ឌកូដប្រសិនបើយើងមកដាក់ទៀតប្រសិនបើប៉ះអីប្រសិនបើប៉ះឆ្កែណានេះបើប៉ះឆ្កែកន្លែងនេះគឺសំខាន់ណាហេតុអីបានយើងអាចរើសបាននៅកន្លែងនេះវាមានអក្សរយើងរើសមានកណ្ដុរមានឆ្កែអីហ្នឹងដោយសារអីដោយសារតែយើងបានដូរឈ្មោះតួអង្គយើងតាំងពីដើមទីមកអានេះជាចំណុចសំខាន់ដែលយើងត្រូវដឹងណាបើមិនបើយើងអត់ដូរឈ្មោះតួអង្គទេយើងត្រូវដឹងថាអាតួអង្គឆ្មាឆ្កែរបស់យើងឈ្មោះវាឈ្មោះអីអញ្ចឹងវាសំខាន់ណាស់ដែលយើងត្រូវការស្គាល់ឈ្មោះតួអង្គរបស់យើងមួយអញ្ចឹងបើប៉ះឆ្កែយ៉ាងម៉េចប៉ះឆ្កែគឺយើងឲ្យវានិយាយថាអូយបុកឆ្កែហើយណាអូយបុកឆ្កែហើយ
ហើយយើងចង់ឲ្យកម្មវិធីយើងអនុដំណើរការគឺឲ្យវាឈប់កាលណាវាប៉ះឆ្កែវាចាញ់គឺត្រូវតែបញ្ឈប់ហើយអត់ឲ្យលេងតទៀតបានទេប៉ុណ្ណេះគឺកូដហ្នឹងសម្រាប់បញ្ជាឆ្មាឲ្យវាដើរដោយខ្លួនឯងដើរដោយស្វ័យប្រវត្តិប៉ុន្តែនៅអត់ទាន់ចប់ទេយើងត្រូវការកូដសម្រាប់បត់ក្បាលឆ្មាអាហ្នឹងវាចូលទៅដល់ជំហានទី5របស់យើងហើយគឺយើងត្រូវការកូដសម្រាប់បត់ក្បាលឆ្មាទៅតាមព្រួញ arrow key ដែលយើងបញ្ជាលើ keyboard របស់យើងអញ្ចឹងពេលចុចព្រួញលើយើងចង់បានឲ្យវាច្អល់ទៅទិសដៅទៅខាងលើគឺ0ពេលចុចព្រួញក្រោមគឺច្អល់ទិសទៅ180ពេលចុចស្ដាំទៅ9ពេលចុចឆ្វេងគឺច្អល់ទិសទៅដក9អញ្ចឹងណាអញ្ចឹងយើងធ្វើតាមការណែនាំហ្នឹងមកអញ្ចឹងនៅលើផ្ទៃការងាររបស់យើងដដែលឈើលើតួអង្គឆ្មាដដែលយើងសរសេរកូដមកប្លុកទៀតគឺយើងចូលកន្លែងព្រឹត្តិការណ៍ហើយពេលចុចយើងរើសយកប្លុកកូដពេលចុចព្រួញលើយើងចុចម៉ៅស្ដាំចម្លងពេលចុចព្រួញក្រោមចម្លងទៀតយើងដើម្បីបានព្រួញឆ្វេងព្រួញស្ដាំទៀតណាអញ្ចឹងយើងត្រូវការចម្លងកូដនឹងចំនួន4ដងឲ្យបាន4ដងណាអញ្ចឹងគឺយើងបានប្លុកកូដចំនួន4ផ្សេងគ្នាតំណាងឲ្យព្រួញលើក្រោមឆ្វេងស្ដាំគឺ arrow key លើ keyboard របស់យើងអញ្ចឹងយើងត្រូវការតភ្ជាប់ប្លុកកូដមួយហ្នឹងដើម្បីឲ្យវាដំណើរការនៅពេលយើងបញ្ជា keyboard របស់យើងហ្នឹងគឺនៅពេលដែលយើងចុចលើព្រួញលើគឺយើងឲ្យវាច្អល់ទិសទៅលើអញ្ចឹងគឺយើងបបល់ទិសដៅព្រួញយើងទៅលើណាសិនបើវាទៅក្រោមយើងត្រូវបវល់វាទៅក្រោមគឺស្មើនឹង180ពេលចុចព្រួញខាងឆ្វេងឆ្មាហ្នឹងវានឹងបែរមុខទៅខាងឆ្វេងទិសដៅគឺដក90ទៅស្ដាំគឺវានឹងបែរមុខទៅខាងស្ដាំគឺ90ស្រាប់ហើយណាអញ្ចឹងប៉ុណ្ណេះគឺជាកូដសម្រាប់បញ្ជាក្បាលឆ្មាទៅតាមទិសដៅលើក្រោមឆ្វេងស្ដាំនៅពេលដែលយើងចុច arrow key គឺប៊ូតុងព្រួញនៅលើ keyboard របស់យើងឥឡូវយើងអាចទៅតេស្តកម្មវិធីរបស់យើងបានយើងចុចលើទង់ជាតិយើងឃើញថាឆ្មាដើរហើយយើងគ្រាន់តែបញ្ជា keyboard របស់យើងគឺសញ្ញាព្រួញលើក្រោមឆ្វេងស្ដាំហ្នឹងគឺឆ្មាវាដើរដោយស្វ័យប្រវត្តិតែម្ដងណាអូខេអញ្ចឹងចំពោះការសរសេរកូដលើតួអង្គឆ្មាយើងបានជោគជ័យហើយណាអញ្ចឹងគឺវីដេអូនេះមានប៉ុណ្្នឹងសិនវីដេអូក្រោយលោកគ្រូនឹងបង្ហាញពីការដាក់កូដលើតួអង្គកណ្ដុរនិងតួអង្គឆ្កែបន្ថែមទៀតដើម្បីបញ្ចប់ការបង្កើតកម្មវិធី game ឆ្មាចាប់កណ្ដុររបស់យើងណា